លោកនៅនាងជាទីមេត្រីដំណាំស្រូវប្រមាណ300ហិកតារបស់ប្រជាកសិករជាង200គ្រួសារនៅស្រុកឯកភ្នំខេត្តបាត់ដំបងប្រឈមនឹងការខូចខាតដោយសារខ្វះទឹកស្រោចស្រពអ្នកភូមិបញ្ជាក់ថាការខ្វះទឹកនេះបណ្ដាលមកពីអាជ្ញាធរឃុំរើសអើងនិន្នាការគណៈបកនយោបាយហើយបានដកហូតម៉ាស៊ីនបូមទឹកដែលជារបស់ប្រើប្រាស់រួមគ្នាក្នុងភូមិយកទៅទុកចោលលោកហ៊ុំចម្រើនមានសេចក្តីរាយការណ៍ព័ត៌មាននេះពីខេត្តបាត់ដំបងมันเอาตะเละมาเส้นบักปลายเมนปลายแล้วมาปั้นน้ำในเส้นก็เมนปลายก็เมนไพรก็เมนប្រជាកសិករនៅឃុំព្រែកនរិនស្រុកឯកភ្នំកំពុងខ្វាយខ្វល់ខ្លាចក្រែងដំណាំស្រូវរបស់ពួកគាត់ខូចហិនហោចអស់ហើយគ្មានប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារនៅឆ្នាំក្រោយទៀតដំណាំស្រូវរបស់ប្រជាកសិករទាំងនោះស្លឹកឡើងក្រហមហើយដីបែកក្រហែងនិងនៅកន្លែងខ្លះដើមស្រូវងាប់បណ្ដើរដោយសារខ្វះទឹកបញ្ចូលស្រែប្រជាកសិកររស់នៅភូមិរហាសួងឃុំព្រែកនរិនស្រុកឯកភ្នំគឺលោកជោជួមរៀបរាប់ថាដំណាំស្រូវរបស់ពួកគាត់ខ្វះទឹកស្រោចស្រពនេះដោយសារអាជ្ញាធរឃុំខឹងប្រជាពលរដ្ឋយកថវិកាពីក្រមការងារគណៈបកសង្គ្រោះជាតិដើម្បីទិញប្រេងបូមទឹកបញ្ចូលស្រែលោកបន្ថែមថាក្រោយមកអាជ្ញាធរឃុំបានយកម៉ាស៊ីនបូមទឹកមួយគ្រឿងដែលជារបស់ប្រើប្រាស់រួមយកទៅបញ្ឈរចោលហើយធ្វើឲ្យពួកគាត់គ្មានម៉ាស៊ីនបូមទឹកដាក់ស្រែដូចពេលមុនឡើយគណៈបកសង្គ្រោះជាតិគាត់បានឧបត្ថម្ភប្រេង50រៀលទៅគាត់នឹកឃើញថាបើសិនតាយកប្រេងយកលុយពីខាងសង្គ្រោះជាតិហើយដកម៉ាស៊ីនឡើងមកលើកោកវិញមកមិនទេឲ្យគេរៀបចំនោះទៅគាត់ហ៊ានទេគាត់ណាឥឡូវយើងហ៊ានទម្លាក់ឬអត់ញ៉ាំហ៊ានផ្លេមិនដៃឆ្លើយតបនឹងការចោទប្រកាន់នេះមេឃុំព្រែកនរិនលោកសេងយីមានប្រសាសន៍ថាលោកពុំបានរើសអើងនិន្នាការគណៈបកនយោបាយដោយការចោទប្រកាន់របស់ប្រជាពលរដ្ឋនោះឡើយលោកបញ្ជាក់ថាមូលហេតុដែលអាជ្ញាធរយកម៉ាស៊ីនបូមទឹកទុកចោលដោយសារអ្នកកាន់កាប់ម៉ាស៊ីនបានស្លាប់បាត់ទៅហើយទោះជាយ៉ាងណាប្រជាពលរដ្ឋអះអាងថាអាជ្ញាធរបានយកម៉ាស៊ីនទៅទុកចោលតាំងពីខែមិថុនាឆ្នាំ2016មកហើយពួកគាត់បានស្នើសុំឲ្យអាជ្ញាធរបញ្ចេញម៉ាស៊ីននោះយកមកប្រើប្រាស់ដែរប៉ុន្តែពុំទទួលបានលទ្ធផលមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាត់ហុកខេត្តបាត់ដំបងលោកជិនមីងលីបញ្ជាក់ថាករណីដែលលោកមេឃុំយកម៉ាស៊ីនបូមទឹកបញ្ឈរចោលនេះជារឿងអយុត្តិធម៌មកលើប្រជាកសិករក្នុងរូបភាពឬអើងនិន្នាការគណៈបកនយោបាយលោកបន្ថែមថាការធ្វើបែបនេះបានប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបច្ចុប្បន្នប្រជាពលរដ្ឋបានយកគោយន្តផ្ទាល់ខ្លួនរបស់ពួកគាត់ចំនួន2គ្រឿងដាក់បូមទឹកពីស្ទឹងសង្កែបង្ហូរតាមប្រឡាយទឹកចម្ងាយជាង1គីឡូម៉ែត្រប៉ុន្តែម៉ាស៊ីនបូមទឹកទាំង2គ្រឿងនេះមិនអាចទាញទឹកទៅដល់ស្រែរបស់ពលរដ្ឋនៅផ្នែកខាងក្រោមឡើយខ្ញុំបាទហ៊ុំចម្រើនអាស៊ីសេរីពីខេត្តបាត់ដំបង